ខ្ញុំត្រឡប់ទៅស្រុកវិញដើម្បីចុះកុំត្រាប់ក្នុងរហ័សហើយរបស់ដៃដួលដេញមន់ស្រុក5000ក្បាលចូលក្នុងចំការឃើញដើមដូងត្រូវគេជីកគាត់សើចខ្លាំងហានេះហៅថាធម្មជាតិសត្វលីមកវានៅជួយជីជាតិដីអ្នកទៀតខ្ញុំមិនបានឆ្លងជាមួយគាត់ទេរាប់សិបតោនរីប៉ៃពេញភ្នំអ្នកចិត្តខាងសៃថាខ្ញុំថែមទាំងចំណាយលុយឲ្យគាត់ខាងក្រោយមន់អ្នកចិត្តខាងស្រាប់តែចេញមកទាំងហ្វូមលោកថៅកែស៊ីមអត់សុំលោកទៅមើលចំការមន់អ្នកចិត្តខាងរត់មកហើយអីខ្ញុំភ្ញាក់ផ្អើលក្នុងចិត្តទៅចំការឆ្នាំឃើញមន់ស្រុកមួយហ្វូងធំកំពុងរត់លេងដោយគ្មានអ្នកណាហាលោកលើវនេះពិតជាប្រហែលសំណាញ់ដែកនេះម្សិលមិញហេតុអីថ្ងៃនេះដួលអស់នេះប្រកាសជាគាត់រុញខ្លួនអ្នកភូមិឯទៀតក៏ខឹងចាប់យកអាវុធលោកថៅកែនេះយើងទៅបំបីផ្ទះកញ្ចក់គាត់ទៅឲ្យលោកថៅកែទៅរកគាត់គិតលុយទាំងអស់គ្នាដាក់ជាប់កាប់វីគេឈឺយើងក៏ខុសដែរខ្ញុំទៅនិយាយជាមួយគាត់ខ្ញុំដើរឆ្លងសំណាញ់ដែកដើរត្រង់ទៅរកលោកលើគាត់ឃើញខ្ញុំមិនត្រឹមតែមិនខ្មាស់ថែមទាំងសើចចំអកថាអូយលោកថៅកែរៀនចប់មកត្រួតពិនិត្យហើយឬសំណាញ់នេះហេតុអីមន់អ្នកជីកដើមដូងខ្ញុំខូចនេះជាការបំផ្លាញទ្រព្យសម្បត្តិអ្នកត្រូវគិតថ្លៃយ៉ាងម៉េចមិនបានការទេខ្យល់សំណាញ់ដួលខ្លួនឯងមិនមែនរឿងខ្ញុំទេមន់មានស្លាប់នឹងជើងវាចូលចិត្តរត់ទៅដីល្អទុននេះហៅថាធម្មជាតិសត្វតើខ្ញុំអាចបាក់ជើងវាបានខ្ញុំដឹងថាគាត់ចង់រឹងរូសសំណាញ់ដៃកាត់ស្មើគ្នាច្បាស់ជាមនុស្សធ្វើក៏មិនអាចឲ្យខ្ញុំខាតបង់ដោយឥតប្រយោជន៍ចំការដើមដូងនេះខ្ញុំវិនិយោគ50000អ្នកត្រូវសោះហឹមស៊ីមលីនអ្នករៀនសៀវភៅឈួតហើយមន់ខ្ញុំស៊ីដង្កូវក្នុងដីអ្នកជួយបំផ្លាញសត្វមន់ជីធម្មជាតិល្អខ្ញុំជួយជីជាតិដីអ្នកបានចំណេញហើយមករករឿងទៀតអ្នកភូមិមកមើលកាន់តែច្រើនគ្មានអ្នកណាហ៊ានអ្នករាល់គ្នាដឹងថាមនុស្សចាស់អាក្រក់នេះមិនអាចរករឿងបានខ្ញុំយកការចំណេញនេះហើយសង្ឃឹមថាពូលីមិនស្ដាយក្រោយទេលោកសឹមមិនខ្វល់ទៀតទេបើជារឿងផ្សេងថ្ងៃនេះខ្ញុំត្រូវតែកាត់ជើងម្ខាងចោលឈប់ធ្វើការសិនប្រាក់ខែនៅឲ្យដដែលអ្នកទាំងអស់គ្នាត្រឡប់ទៅវិញសិននិយាយចប់ខ្ញុំក៏ត្រឡប់ទៅបន្ទប់ឈើខ្មៅចេញមកកត់ថ្ងៃទី12មិថុនាសំណាប់ដើមក្រញូងខូចប៉ាន់ស្មានខាតប្រាក់ផ្ទាល់60000យកគាត់សង្វិញទាំងដើមទុននិងការប្រាក់ចេញដោយអស់សង្ឃឹមថ្ងៃបន្ទាប់លីវតាឡាប៉ាឡែងធ្វើពុតម៉ោង6ឈរលើភ្នំគូឆ្នាំដៃមកខាងខ្ញុំមើលមួយផ្លែទៅបើកឡានដឹកទំនិញចាស់ទៅរោងចក្រទីងយកថ្នាំចិនប្រធានផ្នែកចម្រាញ់រូដូងបាត់តែនៅជាមួយកំទេចថ្នាំដែលខូចរបស់នោះជូរហើយស្អុយសាច់ស្រស់ធ្វើសំបីជ្រូកក៏អញចង់ធ្វើអីយកទៅធ្វើជីអញមានប៉ុន្មានខ្ញុំយកទាំងអស់ហើយចេញថ្លៃដឹកជញ្ជូនទៅភូមិរថយន្តដឹកដីធ្ងន់3គ្រឿងបើកចូលភូមិដោយ10តោនកំទេចថ្នាំពណ៌ត្នោតស្អុយត្រូវចាក់លើដីស្រែរបស់ខ្ញុំពាក់ម៉ាស់ការពារសារធាតុប្រូបៃអូទិកដែលមានរថយន្តជីកដីកប់កំទេចថ្នាំជ្រៅក្នុងរដូវភូមិទាំងអស់រត់មកមើលកូនសឹមឈួតហើយមែនទេត្រូវលីវតាឡាប៉ាជីជន់មិនថាថែមទាំងទិញសម្រាមស្អុយមកចាក់លើដីនេះនឹងដាំអីបានអុយសូរិនអើយអញចង់ឲ្យពូសៃស្លាប់មែនទេហាអញគិតថាទិញថ្នាំក្លិនស្អុយមកដាក់ឲ្យមន់រត់បាត់មន់ស្រុកចូលចិត្តគាស់ដីអញកប់កាន់តែជ្រៅវាគាស់កាន់តែខ្លាំងពូលីវកុំញុះខ្ញុំតែខ្ញុំចង់ទិញអីក៏បានធ្វើធំអីខ្ញុំមើលដីខូចនេះដាំបានអីខ្លះគេមិនយល់ពីមីក្រូអេកូឡូស៊ីកសិកម្មថ្នាំដែលខូចទាំងនេះក្រោមឥទ្ធិពលប្រព័ន្ធសរសៃគ្រើមត្រូវបំបែកចេញក្លិនផ្អែមពិសេសរបស់ដើមសម្រាប់មន់ស្រែនេះជាអ្វីដែលឆ្មាមិនអាចទ្រាំបានព្រលឹម3ថ្ងៃក្រោយមន់ឈ្មោះខ្លះចឹកសាក់មួយខាំស្រាប់តែវាឈួតលេបចូលដូចខ្ញុំមើលវាដោយភ្នែកត្រជាក់ត្រឹមមន់ស្រុក5000មកកកនៅក្នុងប្រឡាយដែលចាក់សំណល់ឈួតរកស៊ីគ្មានបោះបង់ការខំអណ្ដើករស់រួចបែកខ្នងទៅផ្ទះបន្តទៀតដែរយកជុំថ្មគុណភាពក្រូបៃអូទិកពីកំទេចថ្នាំគង់ថ្លៃដើម20000ពេលវេលាកន្លងទៅបន្ទាក់ពីព្រលឹមដល់យប់រីថ្នាំបង្កាត់ពេញរាល់ថ្ងៃភ្លឺឡើងមិនបាច់ទុកឧបករណ៍បន្លឺសម្លេងទេរត់ចូលដីខ្ញុំយ៉ាងឈួតស៊ីសត្វល្អិតអស់គ្មានសល់តាមត្របែកដែលនៅសល់វារស់រានមានជីវិតអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តជាដែលស៊ីប្រូបៃអូទិកវាคล้ายជាជីសរីរាង្គល្អលោកលើវធំមាត់ភ្ញាក់ផ្អើលទាំងស្រុងឃើញមន់មិនស្លាប់ផ្ទុយទៅវិញវាថត់ឃើញអត់នេះហើយព្រះឲ្យពោសឹមលីនស៊ូធ្លាប់និយាយយ៉ាងម៉េចត្របែកស្វាងយើងរស់ឡើងវិញមន់ខ្ញុំក៏ថត់ដែរនិយាយពីនឹងមន់ខ្ញុំរាប់ពាន់ក្បាលជួយស៊ីស្មៅចាប់ដង្កូវរាល់ថ្ងៃឯងសន្សំលុយជួលគេបានច្រើនណាស់ចំណេញកម្លាំងពលកម្ពុជាលើវនិយាយត្រូវនេះពិតជាសន្សំពេលវេលាឲ្យខ្ញុំច្រើនឯងចេះដឹងផងនឹងមន់នេះដល់រដូវស្លឹកឈើជ្រុះលក់បានថ្លៃរបស់ស្អុយឯងនៅសល់ទៀតអត់មិនគ្រប់ទៅយកទៀតកុំឲ្យមន់ខ្ញុំឃ្លានគ្រប់គ្រាន់ហើយត្រឡប់ទៅបន្តសៀវភៅកត់សរសេរបញ្ជីទី3ថ្ងៃទី30មិថុនាសន្សំថ្លៃពលកម្មប្រហែលសន្សំថ្លៃជីប្រហែល20000ស្មើនឹងថ្លៃវិនិយោគសម្រាប់លើកធំមាត់មិនដឹងក្រោយពីស៊ីអស់រយៈពេលបាក់តេរីក្នុងពោះវាមន់ត្រូវបានផ្លាស់ប្ដូរទាំងស្រុងត្រឡប់ទៅស៊ីវិញហាគ្រាប់ទាំងជាតិគ្រើមនោះវាលែងលេបចូលថ្ងៃកន្លងទៅម្ដងចូលរដូវក្តៅភ្លៀងឆ្នាំនេះក្តៅខ្លាំងស្រាប់តែអស់ជាង10ថ្ងៃគ្មានភ្លៀងសោះប៉ាអស់ហើយវាដេកផ្ងាពុះទៀតហើយនេះជាក្បាលទី30ដែលស្លាប់ដោយក្បាលនៅតែក្តៅបែបនេះក្បាលយើងនឹងខ្លាយជាមន់អង្គនេះចង់កាត់ផ្លូវរកលុយឪពុកឯងអាកាសធាតុអាក្រក់ណាស់គ្មានកន្លែងលាក់កម្ដៅថ្ងៃសោះកុំឈោស្ងៀមអីឆាប់ឡើងប្រញាប់ដេញមន់ដែលនៅសល់ទៅចូលដីរបស់សិនស្លឹកឈើរបស់វាធំក្រោមវាត្រជាក់ប៉ាថាអត់ឲ្យគេយកចំណេញបានលីមកមន់យើងដោយនឹងថ្លៃទេមន់ស្លាប់អស់ហើយទៅខ្វល់ពីលីមប្រញាប់ដេញទៅរកកន្លែងត្រជាក់ម្ខាងទៀតខ្ញុំកំពុងពិនិត្យសៀវភៅក្នុងផ្ទះលីចេញពេញខ្លួនលោកស៊ីមមានរឿងហើយប្រញាប់មើលចុះលីវដាឡាប៉ាមនុស្សចាស់នោះមន់ស្លាប់ដោយគេឲ្យរាប់សិបក្បាលលើភ្នំឥឡូវយកមន់5000កំឡុកក្រោមស្លឹកអង្គាសយើងភ័យអីមកក៏មកមិនភ័យមិនកើតអាកាសធាតុអស់នេះក្តៅចំដាំរបស់យើងប្រហែលជាស្រែលឹករបស់ពូវាំងភូមិក្បែរស្លាប់អស់ទាំងអស់នៅជុំវិញក៏មានរីកាចំការផ្លែឈើរបស់លីឡូកេមួយឈើត្រូវសัตว์ស៊ីខូចអស់ទៅមើលដីស្រែដល់មាត់ចំការលីចាស់និងកម្មករៃទៀតឈោស្ងៀមទាំងក្នុងចំណោមអ្វីដែលក្រៀមស្វិតចំការដាំរបស់ខ្ញុំបៃតងខៀវស្លឹកក្រាស់ក្រោមពន្លឺថ្ងៃវាភ្លឺរលោងអត់មានសញ្ញារាំងស្ងួតតតែសោះទាំងហើយខ្មោចលងយើងក៏អត់បានស្រោចទឹកលីចាស់អត់ជឿអង្គុយចុះគាត់ចាប់ដីស្ងួតលើផ្ទៃក្នុងនោះសើមស្ទើរតែជាប់ដៃថៅកែដីហេតុអីសើមភ្លេចថាខ្ញុំក៏សំណល់ថ្នាំរាប់សិបថ្នាំបង្កាត់ទាំងនោះសរសៃគ្រើមក្រោមអតិពលក្រោមដីខ្លាយជាអេប៉ុងធំចាប់ទឹកភ្លៀងដាំរដូវទុកក្រោមចុះស្រមោចនៅជុំវិញនេះនៅទីនេះអត់ឃើញសំបីតែស៊ីទើបតែចប់មន់ស្រុកខ្លាញ់រត់មកចឹកមួយខាងទីដង្កូវធំមួយចេញមន់5000ក្បាលរាល់ថ្ងៃស្វែងរកដោយកម្រាលស្រមោចណាហ៊ានចូលចិត្តរូបដងបាត់របស់ខ្ញុំលោកសិនពីមុនអ្នកភូមិសាច់ដាក់លោកថាទិញសម្រាមមកដាក់ឈួតលោកនេះលោកដឹងជាមុនហើយនេះហៅថាវត្តមីក្រូអេកូឡូស៊ីសាស្ត្រដាំដុះមិនមែនពឹងលើដំណឹងគ្រោះធម្មជាតិហ្វេរ៉ូយូក៏ល្បីពេញភូមិភូមិនាំក្រុមកសិករដែលកំពុងអ្នកដាំបន្លែមកមើលដីខ្ញុំហានិស្សិតឯងពិតជាខុសគេស៊ីមលីនជំនាញឯងធ្វើឲ្យភូមិយើងមានមុខត្រូវហើយសិនលីនតើទៅដីយើងបានទេទិញភក់អស្ចារ្យនោះខ្លះលៀបធំឈរលើច្រាំងទល់មុខ
មុខប្រែជីខៀវហេតុអីគាត់រកលុយធំបើគ្មានមន់ខ្ញុំទេគាត់ដាំអីក៏មិនដុះគេថារសៀលនោះលាវធំផឹកស្រានៅហាងតូចគាត់គោះទៅហើយនិយាយធំថែមទាំងគំរាមឲ្យខ្ញុំដឹងហើយគ្រាន់តែសើចមិនត្រឹមតែមិនខឹងថែមទាំងហៅលីនកងមកលីយ៉ាងយប់នេះឲ្យបងប្អូនយកពេលមកយើងនៅចាំក្បែរដីស្រែដីឯងថាលាវធំមកបំផ្លាញគាត់ហ៊ានទេមនុស្សមិនចេះគិតឃើញយូដងបាត់យើងលូតលាស់គាត់ទង្គូជាងឆ្មាទៅទៀតគាត់មិនបំផ្លាញទេប៉ុន្តែគាត់ច្បាស់ជាឆ្លៀតយកនេះទៅចាំមើលគាត់ម៉ោង 2 ទាត់ខ្ញុំនឹងលីយ៉ាងចាំនៅគុំពោតក្បែរមានសំឡេងខ្ទាតពីជាសំឡេងកន្ត្រៃកាត់លួសខ្ញុំស្គាល់ភ្លាមលាវធំនឹងកូនគាត់កំពុងអន់ខ្នងរុញរបងលូ